ជម្រាបសួរសួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់ជួបគ្នាសាជាថ្មីជួបគ្នាម្ដងទៀតជួបនឹងខ្សែរឿងថ្មីស្រឡាំងតែម្ដងរបស់ប្រទេសឥណ្ឌូនេស៊ីដែលមានចំណងជើងថាភូមិខ្មោចទឹកលិចដែលជាខ្សែរឿងបែបភេរន្ធននឹងកំបាំងយ៉ាងពីមានភូមិមួយត្រូវបានបាត់បង់ជីវិតមនុស្សមួយភូមិនោះដោយសារតែត្រូវជួបជាមួយនឹងគ្រោះធម្មជាតិស៊ូណាមីនិងត្រូវបានអ្នកចែកចាយជំនួយលេបស៊ីលុយជំនួយមិនមកជួយពួកគេទើបធ្វើឲ្យពួកគេបាត់បង់ជីវិតទាំងអស់គ្នាតែម្ដងហើយវិញ្ញាណរបស់ពួកគេក៏ស្រាប់តែចេញមកទាមទារយុត្តិធម៌ដោយមិនស្ងប់ចិត្តនោះទេចង់ដឹងខ្សែរឿងលម្អិតនឹងចំណោទបញ្ហាទៅជាងណាតើទៅតាមដានការសម្ដែងរបស់ខ្ញុំទាំងអស់គ្នាចាប់ផ្ដើមខ្សែរឿងដំបូងរូបភាពក៏បង្ហាញនៅក្នុងឆ្នាំ2018ដែលសាច់រឿងរៀបរាប់ប្រាប់អំពីគ្រោះរំជួយដីបង្កឲ្យមានរលកយក្សស៊ូណាមីធ្វើឲ្យបំផ្លាញនិងឆក់យកជីវិតប្រជាជននៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយក៏មានកិច្ចប្រតិបត្តិការរុករកសង្គ្រោះនិងផ្តល់ជំនួយជាថ្នាំព្យាបាលទៅកាន់តំបន់មួយចំនួនជុំវិញតំបន់គ្រោះថ្នាក់ពីរដ្ឋាភិបាលបន្តមករូបភាពក៏កាត់មកក្មេងប្រុសម្នាក់កំពុងតែធ្វើបទបង្ហាញពីគ្រោះមហន្តរាយនិងការជួយសង្គ្រោះក្នុងគ្រោះរលកយក្សស៊ូណាមីនោះនៅពេលចប់បទបង្ហាញនិស្សិតដែលកំពុងតែចូលរួមក្នុងកម្មវិធីនោះក៏ដើរមកបរិច្ចាគថវិការបស់ពួកគេដើម្បីជាជំនួយផងដែរបន្តមករូបភាពក៏កាត់មកពេលយប់ក៏ឃើញអាយ៉ានិងម្ដាយរបស់គេកំពុងតែរៀបចំសម្ភារៈមួយចំនួនដែលពួកគេបានធ្វើនិងទទួលបានពីមូលនិធិប្រមូលយកដើម្បីយកទៅចែកជូនរងគ្រោះពេលនោះអាយ៉ាក៏បានឃើញឪពុករបស់គេនៅក្នុងទូរទស្សន៍ត្រូវបានអ្នកសារព័ត៌មានសម្ភារនិងផ្សព្វផ្សាយដែលគាត់មានតួនាទីជាថ្នាក់ដឹកនាំនៅក្នុងក្រុមមូលនិធិជួយសង្គ្រោះជនរងគ្រោះពីរដ្ឋាភិបាលហើយមើលទៅគេគឺពិតជាមានមោទនភាពចំពោះឪពុករបស់គេខ្លាំងណាស់ដែលធ្វើការមនុស្សធម៌បានយ៉ាងស្មោះត្រង់និងល្អខ្លាំងណាស់ដែលឪពុករបស់គេគឺជា idol និងជាមនុស្សដែលគេតែងតែគោរពនៃកេរ្តិ៍ឈ្មោះរបស់គាត់បន្ទាប់មករូបភាពក៏កាន់មកឃើញឪពុករបស់គេបានត្រឡប់មកដល់ផ្ទះនៅក្នុងទឹកមុខហាក់ដូចជាមិនសូវសប្បាយចិត្តនោះទេហើយពេលនោះអាយ៉ាក៏សួរឪពុករបស់គេថាថ្ងៃស្អែកពួកគេនឹងទៅកន្លែងផ្ដល់ជំនួយតើប៉ានៅទីនោះទេតែគាត់ក៏និយាយពាក្យចម្លែកថាប៉ាមិនដឹងនោះទេរួចក៏ប្រញាប់ដើរទៅបន្ទប់ធ្វើការរបស់គាត់នៅក្នុងផ្ទះបាត់ទៅរួចក៏ឃើញគាត់ក៏ប្រញាប់បើកមើល email នៅក្នុង computer របស់គាត់យកវីដេអូមួយដែលមានមនុស្សម្នាក់បានផ្ញើមកឃើញបរិសម្នាក់មានរបួសធ្ងន់និងកំពុងនិយាយដាក់វីដេអូនោះថាគាត់នៅរស់ទេប៉ុន្តែកូនប្រុសរបស់គាត់ក៏នៅរស់ដែរសូមមកជួយគេផងពួកគេគឺកំពុងនៅក្នុងភូមិអាសានិងនិយាយអង្វរឲ្យក្រុមសង្គ្រោះមកជួយពេលឃើញវីដេអូនេះហើយទឹកមុខរបស់គាត់គឺពិតជាពិបាកទទួលយកខ្លាំងណាស់រួចក៏ប្រញាប់ដោតដុំផ្ទុកឯកសារចម្លងសម្លេងពីទូរស័ព្ទរបស់គាត់ហាក់ដូចជាគាត់បានថតសម្លេងអ្វីមួយយ៉ាងដើម្បីយកទៅរក្សាទុកជាពិសេសហើយមើលទៅគាត់ហាក់ដូចជាមានអាចកម្បាំងអ្វីមួយយ៉ាងដែលមិនអាចនិយាយចេញមករួចក៏ប្រញាប់ចុះមកខាងក្រោមបំរុងនឹងឡើងឡានចេញទៅខាងក្រៅក៏ស្រាប់តែឃើញបរិសម្នាក់ចង់ឡើងទៅជាមួយគាត់តែគាត់ថាមិនត្រូវការទេគ្រាន់តែចេញទៅខាងក្រៅមួយផ្លែតែប៉ុណ្ណោះតែបរិសនោះមិនព្រមនោះទេហាក់ដូចជាបើសិនជាឃើញគាត់តែណាត្រូវតាមគ្រប់ពេលវេលានិងនិយាយថានេះគឺជាគោលការណ៍ហាក់ដូចជាគាត់ត្រូវបាននរណាម្នាក់ចាត់មនុស្សឲ្យមកតាមដានគាត់អញ្ចឹងទើបគាត់ត្រឡប់ចូលទៅក្នុងផ្ទះប្រាប់កូនប្រុសឲ្យជួយគាត់រឿងមួយរួចក៏ស្រាប់តែឃើញកូនប្រុសរបស់គាត់កំពុងតែបើកឡានចេញទៅខាងក្រៅហើយក៏បន្តឃើញបរិសដែលហាមគាត់មិនឲ្យចេញទៅខាងក្រៅតែម្នាក់ឯងមុននោះគេក៏ដើរពិនិត្យមើលជុំវិញឡានបានបន្តិចទើបសម្រេចឲ្យគេចេញទៅខាងក្រៅពេលដែលគេបើកឡានចេញទៅនៅលើផ្លូវក៏ស្រាប់តែឃើញបរិសនោះបានលើកទូរស័ព្ទហាក់ដូចជាកំពុងតែរាយការណ៍ទៅប្រាប់នរណាម្នាក់បន្ទាប់ពីគេបើកឡានចេញទៅអញ្ចឹងបន្ទាប់មកក៏ឃើញអាយ៉ាកំពុងតែបើកឡាននៅលើផ្លូវក៏ឃើញឪពុករបស់គេក៏បង្ហាញខ្លួនពីក្រោមឡានដែលលាក់ខ្លួនរួចគេក៏សួរឪពុករបស់គេថាតើប៉ាចង់ទៅណារួចគាត់ក៏ប្រាប់ថាទៅផ្ទះចាស់របស់ពួកយើងហើយគេក៏សួរថាតើទៅទីនោះធ្វើអ្វីហើយគាត់ក៏ថាប៉ាបានសាងបាបធំណាស់តែមើលទៅអាយ៉ាហាក់ដូចជាមិនចាប់អារម្មណ៍អំពីសម្ដីឪពុករបស់គេនិយាយនោះទេហើយគាត់ក៏បំរុងនឹងយកខ្សែក្រវ៉ាត់សុវត្ថិភាពទៅចុចដាក់តែដាក់មិនចូលសោះហើយអាយ៉ាក៏ជួយឪពុករបស់គេព្យាយាមដាក់ខ្សែក្រវ៉ាត់រហូតមិនប្រយ័ត្នក៏ស្រាប់តែឃើញឡានធំមួយបានបើកមកបុកពួកគេធ្វើឲ្យឪពុករបស់អាយ៉ាដែលមិនទាន់ដាក់ខ្សែក្រវ៉ាត់រួចរាល់នោះក៏ខ្ទាតចេញទៅខាងក្រៅឡានធ្វើឲ្យឡានធំនោះបុកគាត់ពេញទំហឹងយ៉ាងគួរឲ្យខ្លាចចំណែកអាយ៉ាកំពុងនៅក្នុងឡានក៏រាចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកបានបន្តិចគេក៏ព្យាយាមហែឡើងមកលើគោកវិញទាំងត្រដទាំងមានសភាពរបួសពេញខ្លួនតែម្ដងហើយក៏សន្លប់នៅលើច្រាំងនោះទៅក្រោយមកគេក៏បានដឹងខ្លួននៅក្នុងមន្ទីរពេទ្យហើយក៏ឃើញម្ដាយរបស់គេអង្គុយនៅក្បែរនោះនិងព្យាយាមសួររកប៉ារបស់គេថាពេលនេះគាត់នៅទីណាហើយម្ដាយរបស់គេក៏និយាយថាកូនស្ងប់ចិត្តសិនហើយកូនក៏ត្រូវតែទទួលយកការពិតប៉ារបស់ឯងត្រូវបានបញ្ចុះការពីម្សិលមិញបាត់ទៅហើយពេលដែលគេឮបែបនេះសឹងតែមិនអាចទទួលយកបាននោះទេតែម្ដាយរបស់គេក៏ព្យាយាមលួងលោមឲ្យគេទទួលយកទាំងដែលគាត់ក៏ពិបាកនៅក្នុងចិត្តដូចគ្នាព្រាមនោះក៏ឃើញបរិសម្នាក់បានកាន់កន្ត្រកផ្លែឈើដើរចូលមកសួរសុខទុក្ខអាយ៉ាបន្ទាប់មកក៏ឃើញម្ដាយរបស់អាយ៉ាបានដើរទៅនិយាយគ្នាជាមួយបរិសម្នាក់នោះនៅខាងក្រៅតាមពិតបរិសម្នាក់នោះគឺជាថ្នាក់លើប្តីរបស់គាត់ដែលធ្វើការនៅក្នុងមូលនិ
thị chum núiระบរដ្ឋាភិបាលដូចគ្នានឹងកំពុងប្រាប់ម្ដាយរបស់អាយ៉ាថាគាត់នឹងព្យាយាមរកយុត្តិធម៌ឲ្យប្តីរបស់ម្ដាយអាយ៉ាឲ្យតតែបានពីជនបង្កគ្រោះថ្នាក់នោះតែក៏ត្រូវការពេលវេលាចាំគាត់ចាត់ចែងរឿងទាំងអស់នេះហើយម្ដាយរបស់អាយ៉ាក៏ពិតជាអរគុណចំពោះលោកលឹមណាស់ដែលបានខ្នះខ្នែងជួយគ្រួសាររបស់ពួកគេរួចក៏ឃើញលោកលឹមក៏លាគាត់ត្រឡប់ទៅវិញទៅតែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺកូនចៅដែលដើរតាមលោកលឹមគឺដូចទៅនឹងបរិះដែរតាមឪពុករបស់អាយ៉ាមិនចង់ឲ្យចេញទៅណាដាច់ពីក្រសែភ្នែកពួកគេនោះបន្ទាប់មកក៏ស្រាប់តែឃើញបរិះម្នាក់ទៀតបានដើរចូលមកសួរសុខទុក្ខទៅកាន់ម្ដាយរបស់អាយ៉ាតាមពិតបរិះម្នាក់នោះគឺជាមិត្តភក្តិរបស់ម្ដាយអាយ៉ាដែលគាត់មានឈ្មោះថាលោកស៊ីតនិងកំពុងនិយាយថាតាំងពីម្សិលមិញគាត់រវល់នៅក្នុងបេសកកម្មស្វែងរកមនុស្សបាត់ខ្លួនទើបមិនបានមកសួរសុខទុក្ខហើយម្ដាយរបស់អាយ៉ាក៏តបថាមិនអីទេគាត់ពិតជាយល់ខ្លាំងណាស់ស្ថានភាពបែបនេះគឺលំបាកខ្លាំងណាស់ពេលនោះពួកគេក៏អង្គុយនិយាយគ្នាបានបន្តិចលោកស៊ីតនោះក៏ឃើញម្ដាយរបស់អាយ៉ាកំពុងតែយកដៃកាន់ខ្សែកពេជ្រនៅលើករបស់គាត់ហាក់ដូចជានឹកស្រណោះអ្វីមួយយ៉ាងតាមពិតគាត់កំពុងតែរលឹកទៅដល់ប្តីរបស់គាត់ដែលទើបតែទិញខ្សែកឲ្យគាត់មួយនេះប៉ុន្មានខែមុនពេលឃើញខ្សែកនេះហើយតែងតែនឹកដល់ប្តីរហូតក្រោយមកក៏ឃើញម្ដាយរបស់អាយ៉ាក៏មកអង្គុយរំលឹកនឹកប្តីរបស់គាត់នៅក្នុងបន្ទប់ទឹកក្នុងមន្ទីរពេទ្យតែម្នាក់ឯងយ៉ាងសោកសៅខ្លាំងណាស់តាមពិតអារម្មណ៍ចិត្តរបស់គាត់គឺមិនអាចកាត់ផ្ដាច់ពីប្តីបាននោះទេក៏តែងតែនឹករលឹកនឹកស្រណោះប្តីរហូតតែចំពោះមុខកូនដែលកំពុងតែគេងលើក្រែពេទ្យបែបនេះគាត់មិនហ៊ានបង្ហាញនោះទេចំណែកអាយ៉ាកំពុងសម្រាកនៅលើក្រែពេទ្យតែម្នាក់ឯងក៏ស្រាប់តែរូបភាពបង្ហាញឃើញហាក់ដូចជាមាននរណាម្នាក់កំពុងតែដើរសម្ដៅទៅកាន់គេព្រាមនោះក៏ស្រាប់តែលើសំឡេងហៅឈ្មោះរបស់គេរួចគេក៏បើកភ្នែកសម្គាល់ដឹងថាគឺជាសំឡេងប៉ារបស់គេក៏ព្យាយាមសម្លឹងមើលជុំវិញនោះតែមិនឃើញមានអ្វីនោះទេតែព្រាមនោះក៏ស្រាប់តែមានលោហិតជាច្រើនបានច្រាលចេញពីខាងក្រោមវាំងននយ៉ាងច្រើនធ្វើឲ្យគេឃើញហើយគឺពិតជាចម្លែកចិត្តខ្លាំងណាស់រួចក៏ចាប់ផ្ដើមមើលឃើញស្រមោលមនុស្សឈរនៅពីក្រោយវាំងនននោះរួចគេក៏ព្យាយាមទាញវាចេញមើលឲ្យច្បាស់តែក៏ស្រាប់តែមិនបានឃើញមានអ្វីនៅពីក្រោយវាំងនននោះទេហើយគ្រាន់តែគេងាកមកខាងក្រោយវិញបន្តិចក៏ស្រាប់តែឃើញខ្មោចឪពុករបស់គេកំពុងតែនៅក្នុងសភាពយ៉ាងគួរឲ្យខ្លាចនិយាយទៅកាន់គេថាជួយប៉ាផងប៉ាវេទនាខ្លាំងណាស់ធ្វើឲ្យគេភ័យខ្លាចស្រែកពេញបន្ទប់ពេទ្យនោះតែម្ដងពេលឮបែបនេះម្ដាយរបស់គេក៏ចេញពីក្នុងបន្ទប់ទឹកមកមើលសួរនាំគេថាកើតអ្វីឲ្យប្រកាសម្ដេចក៏ស្រែកខ្លាំងយ៉ាងនេះហើយគេក៏ប្រាប់ថាមុននេះគេឃើញប៉ានៅទីនេះនឹងមានលោហិតច្រាលចេញពីខាងក្រោមវាំងននពីពេញកំរាលតែម្ដងតែម្ដាយរបស់គេក៏ថាឲ្យគេស្ងប់អារម្មណ៍ទៅប្រហែលជាឯងនឹករលឹកដល់ប៉ាខ្លាំងពេកទើបស្រមៃឃើញរូបភាពបែបនេះវាគ្មានអ្វីដូចតែឯងគិតនោះទេកូនស្ងប់ចិត្តទៅក្រោយពីចេញពីមន្ទីរពេទ្យអាយ៉ានិងម្ដាយរបស់គេក៏ទៅគោរពភ្នូឪពុករបស់គេហើយនៅពេលនេះគេកំពុងតែបន្ទោសខ្លួនឯងថាជាមូលហេតុដែលបណ្ដាលឲ្យឪពុករបស់គេបាត់បង់ជីវិតតែម្ដាយរបស់គេក៏នៅតែព្យាយាមបញ្យល់ថានេះមិនមែនជាកំហុសរបស់កូននោះទេក្រោយមកពេលត្រឡប់ទៅផ្ទះវិញម្ដាយរបស់អាយ៉ាក៏ចូលទៅបន្ទប់ប្តីរបស់គាត់រៀបចំអីវ៉ាន់ទុកដាក់ដោយសារតែពេលនេះប្តីរបស់គាត់លែងនៅទីនេះបន្តទៀតហើយគឺគាត់បាត់បង់ជីវិតទៅហើយក៏រៀបចំអីវ៉ាន់ទុកដាក់ពេលនោះគាត់ក៏ស្រាប់តែរកឃើញដុំផ្ទុកឯកសារមួយតែក៏មិនចាប់អារម្មណ៍អ្វីខ្លាំងនោះទេក៏យកវាទៅទុកដាក់ធម្មតាសិនចំណែកអាយ៉ាកំពុងតែគេងសម្រាកនៅក្នុងបន្ទប់ព្រាមនោះរូបថតគ្រួសាររបស់គេក៏ស្រាប់តែជ្រុះធ្លាក់ពីលើតុទៅខាងក្រោមយ៉ាងចម្លែកធ្វើឲ្យគេភ្ញាក់ដឹងខ្លួនហើយក៏ឃើញរូបថតដែលគេដាក់តាំងលើជញ្ជាំងជាគំនូរដែលគេគូតាំងពីនៅក្មេងក៏ជ្រុះធ្លាក់មកទាំងអស់ដូចគ្នាបន្តតែម្ដងនៅសល់តែរូបមួយក៏ជ្រុះមកក្រោយគេបង្អស់ហើយពេលនោះគេក៏ប្រញាប់ក្រោកទៅលើករូបគំនូរនោះមកលើដើម្បីសម្លឹងមើលវាបានបន្តិចរូបភាពក៏បង្ហាញឃើញរាងកាយរបស់ឪពុករបស់គេនៅក្នុងសភាពយ៉ាងគួរឲ្យខ្លាចក៏ធ្លាក់ចុះមកពីខាងលើយ៉ាងចម្លែកហើយក៏ចាប់ផ្ដើមវាសម្ដៅទៅរកគេដោយនិយាយថាជួយប៉ាផងប៉ាត្រូវការជំនួយពីឯងធ្វើឲ្យគេក៏ភ័យខ្លាចរហូតស្រែកពេញផ្ទះតែម្ដងពេលនោះម្ដាយរបស់គេក៏ប្រញាប់ដើរចូលមកបើកភ្លើងសួរគេថាកើតអ្វីហើយគ្រប់យ៉ាងក៏ប្រែទៅជាធម្មតាវិញទៅពេលនោះគេក៏នឹកឃើញប្រាប់ម្ដាយរបស់គេថានៅយប់ដែលពួកគេជួបគ្រោះថ្នាក់ជាមួយនឹងលោកប៉ានោះប៉ាធ្លាប់បាននិយាយមុននឹងចាក់ចេញពីផ្ទះទៅជាមួយនឹងគេថាគាត់ចង់ទៅផ្ទះចាស់របស់យើងដើម្បីលាងបាបដែលគាត់បានសាងពួកយើងគួរតែទៅទីនោះដើម្បីស្វែងរកការពិតឲ្យវិញ្ញាណរបស់គាត់ទៅកាន់សុគតិភពព្រោះប៉ុន្មានថ្ងៃនេះខ្ញុំតែងតែឃើញវិញ្ញាណរបស់គាត់មករកខ្ញុំរហូតហាក់ដូចជាមិនស្ងប់ចិត្តនោះទេបន្ទាប់មកពួកគេទាំងពីរអ្នកម្ដាយកូនក៏ធ្វើដំណើរទៅកាន់ផ្ទះចាស់នោះហើយក៏ចូលទៅដល់ខាងក្នុងរួចពួកគេក៏ចាប់ផ្ដើមដើរមើលជុំវិញនោះរំលឹកអនុស្សាវរីយ៍តែអាយ៉ាក៏ចូលទៅបន្ទប់ឪពុករបស់គេកាលពីមុនដើម្បីចង់ដឹងថាមានអ្វីលាក់បាំងឬក៏អត់នៅពេលដែលគេបើកទ្វារទូមួយនៅក្នុងបន្ទប់នោះក៏ស្រាប់តែឃើញមានប្រាក់ជាច្រើនបានធ្លាក់ចុះមកធ្វើឲ្យពួកគេឆ្ងល់ណាស់ថាលុយនេះឪពុករបស់អាយ៉ាបានមកពីណាហើយក៏ឃើញឯកសារបញ្ជីចេញពីការបរិច្ចាគរបស់សប្បុរសជនតាមពិតលុយទាំងអស់នេះគឺជាលុយជំនួយចេញពីសប្បុរសជនដើម្បីយកទៅជួយសង្គ្រោះអ្នករងគ្រោះដោយសារគ្រោះទឹកជំនន់រលកយក្សស៊ូណាមីនោះទេបន្ទាប់មកម្ដាយរបស់អាយ៉ាក៏យកដុំផ្ទុកឯកសារដែលគាត់បានរកឃើញនោះទៅដល់ពិនិត្យមើលនិងស្ដាប់ក៏ឃើញថាក្នុងនោះមានសម្លេងមួយដែលបានថតក៏បើកវាស្ដាប់ដែលតាមការពិតវាគឺជាសម្លេងដែលឪពុករបស់អាយ៉ាលួចថតពេលកំពុងនៅផ្ទះថ្នាក់លើរបស់គាត់ដែលពេលនោះពួកគេត្រូវមានភារកិច្ចចុះទៅជួយក្នុងភូមិមួយដែលរងគ្រោះដែលមានឈ្មោះថាភូមិអាសាតែថ្នាក់លើរបស់គាត់ក៏ចង់លេបលុយចំនួននោះក៏បណ្ដោយឲ្យពួកគេបាត់បង់ជីវិតដោយមិនទៅជួយនោះទេតែចុងក្រោយក៏នៅរស់បរិះម្នាក់និងកូនប្រុសរបស់គាត់កំពុងជាប់គាំងក៏ផ្ញើវីដេអូនិយាយរកជំនួយតែថ្នាក់លើឪពុករបស់អាយ៉ា
មានបំណងបណ្ដោយឲ្យបរិះនោះបាត់បង់ជីវិតជាមួយនឹងកូនប្រុសទើបពួកគេលេបលុយជំនួយនោះដោយរលូនតែឪពុករបស់អាយ៉ាក៏ប្រឆាំងក្នុងរឿងនោះទើបចាប់ពីពេលនោះថ្នាក់លើរបស់គាត់ក៏ដាក់មនុស្សឲ្យតាមដានគាត់ជាប្រចាំតែម្ដងហើយអាយ៉ាក៏និយាយថានេះគឺជាទង្វើរបស់លោកលីមដែលជាថ្នាក់លើរបស់ឪពុករបស់គេជាអ្នកធ្វើឪពុករបស់គេជាមនុស្សស្មោះត្រង់មិនអាចមានគំនិតធ្វើបែបនេះនោះទេតែពេលនោះម្ដាយរបស់អាយ៉ាក៏នឹកទៅដល់ការពីប្តីរបស់គាត់ទិញខ្សែកពេជ្រដ៏ធំមួយឲ្យគាត់ក្នុងតម្លៃរាប់ម៉ឺនដុល្លារបន្ទាប់មកពួកគេក៏ត្រឡប់ទៅផ្ទះវិញហើយម្ដាយរបស់អាយ៉ាក៏មកអង្គុយនៅនឹងមុខកញ្ចក់សម្លឹងមើលខ្សែកនោះហាក់ដូចជាមានគំនិតសង្ស័យថាតាមប្រាក់ខែប្តីរបស់គាត់ធម្មតាមិនអាចមានលុយទៅទិញខ្សែកពេជ្រតម្លៃរាប់ម៉ឺនដុល្លារបែបនេះនោះទេហើយពេលនោះក៏ស្រាប់តែលេចវត្តមានខ្មោចប្តីរបស់គាត់កំពុងតែអង្គុយនៅខាងក្រោយសម្លឹងមកកាន់គាត់យ៉ាងគួរឲ្យខ្លាចហើយក៏និយាយមកកាន់គាត់ថាអូនសប្បាយណាស់មែនទេតែបងកំពុងតែនៅក្នុងឋាននរកលុយទាំងអស់នោះគឺជាលុយចេញពីការជឿចាប់របស់មនុស្សដែលបាត់បង់ជីវិតដោយគ្មានជំនួយនៅក្នុងភូមិអាសាបន្តមករបៀបក៏កាត់មកមិត្តម្ដាយរបស់អាយ៉ាកំពុងតែចេញប្រតិបត្តិការបន្តជួយជនរងគ្រោះនិងប្រមូលសាកសពនៅក្នុងតំបន់ជួបគ្រោះថ្នាក់រលកយក្សស៊ូណាមីនោះតែពេលនោះគាត់ក៏បានឃើញបរិះម្នាក់នៅរស់កំពុងតែដើរសម្ដៅមករកពួកគេនៅក្នុងដៃអូសរទេះសាកសពប្រពន្ធរបស់គាត់ពេលនោះមិត្តម្ដាយរបស់អាយ៉ាដែលមានឈ្មោះថាលោកស៊ីតនោះក៏សួរបរិះនោះថាតើលោកពូមកពីភូមិណាហើយគាត់ក៏ប្រាប់ថាគាត់មកពីភូមិអាសានៅទីនោះគ្មានមនុស្សទៅជួយនោះទេហាក់ដូចជាមានបំណងចង់ឲ្យពួកគាត់បាត់បង់ជីវិតទាំងអស់គ្នាតែម្ដងទើបគាត់នៅមានដង្ហើមចុងក្រោយស្វែងរកសាកសពប្រពន្ធរបស់គាត់ហើយក៏អូសនាងមកជាមួយតែម្ដងដោយខ្លួនឯងក៏ធ្វើឲ្យលោកស៊ីតចាប់ផ្ដើមសង្ស័យចំពោះការចាត់ចែងជំនួយនិងក្រុមសង្គ្រោះរបស់ថ្នាក់លើរបស់គាត់គឺលោកលីមនោះឯងបន្ទាប់មកថ្ងៃស្អែកក៏ឃើញអាយ៉ាបានទៅរកលោកលីមដែលជាថ្នាក់លើឪពុករបស់គេដោយផ្ទាល់តែម្ដងនិងយកឯកសារពាក់ព័ន្ធទាំងអស់ដែលបង្ហាញថាលោកលីមបានលាបជំនួយទៅបង្ហាញគាត់សួររកខុសត្រូវហើយលោកលីមក៏មិនលាក់បាំងអីដែរនិយាយទាំងប្រហើនទៀតថាគាត់ពិតជាបានធ្វើមែនតែឯងចង់ធ្វើអ្វីគាត់ឯងគ្មានលទ្ធភាពនោះទេហើយឯងកុំគិតថាឪពុករបស់ឯងជាមនុស្សដែលស្មោះត្រង់នោះរឿងរ៉ាវទាំងអស់នេះក៏មានចំណែកឪពុករបស់ឯងដែរបន្ទាប់មកគេក៏ត្រឡប់មកដល់ផ្ទះវិញនិយាយជាមួយម្ដាយរបស់គេនិងបានប្រាប់ថាតាមពិតខ្សែករបស់ម៉ាក់គឺពិតជាបានលុយពីការលេបជំនួយពិតមែនហើយឡានថ្មីរបស់គេដែលឪពុករបស់គេទិញឲ្យដល់ទំនើបនោះក៏វាចេញពីលុយជំនួយចេញពីភូមិអាសាដូចគ្នាធ្វើឲ្យគេខូចចិត្តឈឺចាប់នឹងទង្វើឪពុករបស់គេហើយក៏សម្រក់ទឹកភ្នែកដែលគេធ្លាប់គិតថាឪពុករបស់គេជាមនុស្សស្មោះត្រង់តែក៏ទៅជាបែបនេះទៅវិញបន្ទាប់មកពួកគេដើម្បីចង់លាងជម្រះបាបកម្មដែលឪពុករបស់គេបានសាងក៏សម្រេចចិត្តយករបស់ទាំងអស់ដែលបានពីការដែលឪពុករបស់គេឲ្យចេញពីការលេបជំនួយនោះយកទៅលក់ចេញជាលុយទាំងអស់សម្បីតែខ្សែកឡានផ្ទះអ្វីទាំងអស់គឺយកទៅលក់ទាំងអស់តែម្ដងហើយក៏យកលុយទាំងអស់នោះទៅទិញសម្ភារៈនិងថ្នាំពេទ្យដើម្បីប្រើប្រាស់ជាជំនួយយកទៅជូនជនរងគ្រោះពេលរៀបចំរួចពួកគេក៏បើកឡានធ្វើដំណើរទៅកាន់តំបន់រងគ្រោះតែម្ដងតែពេលដែលពួកគេបានទៅដល់ក៏ស្រាប់តែឃើញលោកលីមធ្វើដំណើរទៅដល់ទីនោះដូចគ្នាកំពុងតែសម្ដែងធ្វើជាថ្នាក់ដឹកនាំក្នុងប្រតិបត្តិការជំនួយនោះហាក់ដូចជាមនុស្សចិត្តល្អចោះទៅត្រួតពិនិត្យនិងខ្វល់ខ្វាយពីប្រជាជនខ្លាំងណាស់ហើយមើលទៅប្រជាជនគឺពិតជាស្រឡាញ់និងចូលចិត្តគាត់ខ្លាំងដូចគ្នាទាំងដែលគាត់ក៏ពិតបានលេបប្រាក់ជំនួយរាប់លានដុល្លារទៅហើយនិងបណ្ដោយឲ្យមនុស្សមួយភូមិបាត់បង់ជីវិតទៀតហើយក៏មិនដឹងថាមានភូមិដទៃក៏ត្រូវគាត់បោះបង់ចោលបែបនេះឬក៏អត់បន្ទាប់មកពួកគេពីរនាក់ម្ដាយកូនក៏តាក់ទងទៅលោកស៊ីតដែលជាមិត្តម្ដាយរបស់អាយ៉ានៅក្នុងក្រុមសង្គ្រោះនោះឲ្យជួយមកចាត់ចែងសម្ភារៈជំនួយដែលពួកគេដឹកយកមករួចក៏រកកន្លែងអង្គុយនិយាយគ្នាបើកកកាយអំពីទង្វើលេបប្រាក់ជំនួយរបស់ថ្នាក់លើធ្វើឲ្យលោកស៊ីតគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយពិតជាដូចអ្វីដែលគាត់សង្ស័យមែនតែពេលនេះពួកគេកំពុងតែស្ថិតនៅក្នុងកលៈទេសៈគ្រោះថ្នាក់ហើយព្រោះពួកគេដឹងរឿងស៊ីជម្រៅច្រើនពេកហើយក៏បារម្ភពីសុវត្ថិភាពហើយលោកស៊ីតក៏សម្រេចចិត្តបើកឡានជំនួយចេញពីទីនោះសម្ដៅទៅកាន់តំបន់ដែលពិតជាត្រូវការជំនួយពិតប្រាកដមែនជាមួយនឹងពីរនាក់ម្ដាយកូននោះរហូតដល់តំបន់មួយក៏ឃើញថាទីនោះត្រូវបានបាត់បង់ជីវិតមនុស្សអស់ទៅហើយដោយគ្មានក្រុមសង្គ្រោះនិងក្រុមផ្ដល់ជំនួយមកដល់នោះទេដោយសារតែមិនមានអ្នកមកជួយយូរពេកតែពេលនោះក៏ស្រាប់តែឃើញបរិះម្នាក់បានបង្ហាញខ្លួនចេញមកតាមវាយប្រហារពួកគេចង់បញ្ចប់ជីវិតពួកគេតែម្ដងហើយអាយ៉ាក៏បានចំណាំមុខបរិះម្នាក់នោះដោយគេក៏ចាប់ផ្ដើមនឹកឃើញបរិះដែលបើកឡានធំបុកគេតាំងពីបើកឡានជាមួយឪពុករបស់គេនោះតាមពិតបរិះម្នាក់នោះមានបំណងបុកពួកគេតែម្ដងទើបធ្វើឲ្យឪពុករបស់គេបាត់បង់ជីវិតហើយឃើញបែបនេះអាយ៉ាក៏បញ្ញាប់ឡើងឡានវិញដើម្បីនាំគ្នាមានឱកាសរត់គេចចេញពីបរិះម្នាក់នោះតែបរិះម្នាក់នោះក៏នៅតែបើកម៉ូតូតាមឡានរបស់ពួកគេតែបានបន្តិចពួកគេក៏មិនអាចទៅមុខបន្តទៀតបាននោះទេដោយសារតែមានដើមឈើដួលរលំកាត់ផ្លូវក្រោយមកពួកគេឆ្លៀតពេលដែលបរិះនោះមិនទាន់បើកម៉ូតូតាមពួកគេតាន់ក៏ព្យាយាមប្រមូលជំនួយមួយចំនួនដាក់ក្រណាត់រុំអូសយកទៅក្នុងភូមិដាច់ស្រយាលមួយដែលជួបគ្រោះថ្នាក់ដូចគ្នាក្រែងលោមានមនុស្សនៅរស់តែពេលនោះបរិះតាមវាយប្រហារពួកគេនោះក៏បើកម៉ូតូចិត្តមកដល់ពួកគេទៅហើយពេលនោះលោកស៊ីតក៏ស្ម័គ្រចិត្តនៅរារាំងបរិះនោះតែម្នាក់ឯងហើយឲ្យពួកគេធ្វើដំណើរបន្តទៅមុខទៀតពេលដែលពួកគេធ្វើដំណើរទៅមុខបន្តទៀតក៏ស្រាប់តែប្រទះឃើញភូមិមួយដែលមានមនុស្សមួយភូមិឃើញថាបានបាត់បង់ជីវិតនៅទីនោះយ៉ាងច្រើនសឹងតែមិនមានមនុស្សមានជីវិតនោះទេតែភ្លាមនោះអាយ៉ាក៏ស្រាប់តែឃើញមានក្មេងស្រីម្នាក់កំពុងតែឈរសម្លឹងមកកាន់គេពីចម្ងាយធ្វើឲ្យគេមានសង្ឃឹមថាមិនទាន់មានមនុស្សបាត់បង់ជីវិតទាំងអស់នោះទេគឺនៅមានមនុស្សរស់តែក៏ស្រាប់តែឃើញក្មេងស្រីនោះក៏រត់ចេញទៅខាងមុខហើយអាយ៉ាក៏ព្យាយាមរត់តាមក្មេងស្រីនោះក៏ឃើញក្មេងស្រីនោះក៏ឈប់នឹងឈរសម្លឹងមកកាន់គេរួចក៏ចង្អុលទៅកាន់គំនរបាក់បែក
រួចពួកគេក៏បើកគំនរបាក់បែកនោះទៅក៏ស្រាប់តែឃើញសាកសពរបស់ក្មេងស្រីនោះទៅវិញបានន័យថាអ្វីដែលពួកគេឃើញមុននេះគឺជាវិញ្ញាណក្មេងស្រីនោះរកជំនួយឲ្យពួកគេរកឃើញសាកសពរបស់នាងដើម្បីយកទៅបញ្ចុះឲ្យត្រឹមត្រូវហើយពួកគេក៏ព្យាយាមស្វែងរកមនុស្សដែលអាចមានជីវិតនៅជុំវិញភូមិនោះបន្តទៀតតែជាក់ស្ដែងគ្មាននរណានៅមានជីវិតនោះទេដោយសារតែពេលវេលាជួបគ្រោះរលកយក្សស៊ូណាមិនោះវាយូរមកហើយទើបធ្វើឲ្យពួកគេមិនអាចតស៊ូនៅមានជីវិតដល់ថ្ងៃដែលពួកគេមកជួយនេះបន្ទាប់មកពួកគេក៏បានឃើញលោកស៊ីតកំពុងតែប្រយុទ្ធជាមួយនឹងបរិសតាមវាយប្រហារពួកគេនោះតែចុងក្រោយលោកស៊ីតក៏ត្រូវបរិសនោះដកអាវុធបាញ់ប្រហារទៅលើគាត់ធ្វើឲ្យបាត់បង់ជីវិតនៅទីនោះទៅតែពួកគេក៏មានឱកាសរត់ចាកចេញពីទីនោះក្រោយមកពួកគេក៏មកស្នាក់នៅតំបន់មួយយ៉ាងស្ងប់ស្ងាត់គេចចេញពីលោកលឹមដែលបញ្ជាមនុស្សឲ្យតាមបញ្ចប់ជីវិតពួកគេតែលោកលឹមក៏នៅតែជួលឃាតករតាមរកពួកគេដើម្បីទៅបញ្ចប់ជីវិតពួកគេនៅផ្ទះដែលពួកគេកំពុងតែស្នាក់នៅយ៉ាងសុខសាន្តនោះតែបន្ទាប់មកលោកលឹមក៏គ្មាននរណាចាប់កំហុសរបស់គាត់បាននោះទេគាត់អាចរស់នៅយ៉ាងសប្បាយរីករាយលើគំនរមាសប្រាក់ដែលគាត់កេងប្រវ័ញ្ចចេញពីលុយជំនួយតែថ្ងៃមួយគាត់ក៏កំពុងតែសម្រាកក៏ស្រាប់តែកាំងបេះដូងបាត់បង់ជីវិតដោយខ្លួនឯងតែម្ដងហើយវិញ្ញាណរបស់គាត់ក៏ធ្លាក់ចុះទៅក្នុងឋាននរក18ជាន់ដែលត្រូវរងទោសពីអ្វីដែលគាត់បានសាងកាលពីនៅរស់យ៉ាងគួរឲ្យខ្លាចចំណែកអាយ៉ានិងម្ដាយរបស់គេបើទោះបីជាបាត់បង់ជីវិតដោយលោកលឹមបញ្ជាមនុស្សឲ្យទៅបញ្ចប់ជីវិតពួកគេក៏ដោយតែពួកគេក៏អាចឆ្លងកាត់ឋាននរកឡើងទៅឋានសួគ៌ដោយសារតែកុសលផលបុណ្យរបស់ពួកគេតែចំណែកឪពុករបស់អាយ៉ាមិនអាចឆ្លងទៅឋានសួគ៌បាននោះទេព្រោះតែកាលពីនៅរស់គាត់មានគំនិតរួមដៃជាមួយនឹងមនុស្សអាក្រក់ដើម្បីយកលុយទៅបំពេញការខ្វះខាតគ្រួសាររបស់គាត់បើទោះជាគាត់ដឹងកំហុសក៏ដោយក៏មិនអាចសាងនឹងលាងបាបនោះបានដែរក៏ត្រូវធ្លាក់ចុះទៅឋាននរកដដែលហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនេះក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតាមដានសាច់រឿងសម្រាប់មួយនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមជូនពរប្រិយមិត្តទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយជម្រាបលា